បាទសូមជម្រាបសួរបងប្អូនយើងថ្ងៃនេះនាំអារម្មណ៍បងប្អូនយើងមកទស្សនានៃការឲ្យចំណៃកង្កែបយើងចិញ្ចឹមរបៀបលក្ខណៈគ្រួសារណាបងប្អូនយើងចិញ្ចឹមនៅលើគោកជាយើងកតេលនេះយើងវាំងជុំវិញមកហើយយើងប្រឡែងវានៅក្នុងនេះអានេះជម្រៅប្រហែលជា1ម៉ែត្រទេទឹកនេះចាំកង្កែបនេះអត់ធ្វើមានបានអីបានទេបងប្អូនប៉ុន្តែកំដរការអបសុកតែប៉ុណ្ណឹងបើថាយើងចង់ចិញ្ចឹមធ្វើអ្នកមានយើងក៏តែចាប់មួយឲ្យបានច្រើនទើបយើងចិញ្ចឹមធ្វើអ្នកមានបានបើថាយើងអត់មានមួយទិញចិញ្ចឹមច្រើនខាតទៀតណាបងប្អូនលក់មិនចេញហើយចេះតែឲ្យចំណៃវាស៊ីអញ្ចឹងមិនខាតយើងចាំតិចលក្ខណៈគ្រួសារជាមកហើយដល់ពេលដែលយើងមានមួយច្រើនយើងចាំច្រើនទៀតមកហើយកន្លែងច័ន្ទភិរមនេះក៏មានបញ្ញាកូននឹងកែបខ្លួនឯងអត់មានទិញពូជមកពីណាទេបងប្អូនបើបងប្អូនចង់ចិញ្ចឹមលក្ខណៈគ្រួសារឬក៏ចង់បង្កើតកន្លែងចិញ្ចឹមធំអាចខមមិននៅខាងក្រៅនេះបានច័ន្ទភិរមនឹងធ្វើជាវីដេអូប្រាប់របៀបដល់បងប្អូនយើងផងដែរ